đắp rồi môi chùm nói đây mà nụ say dương á của tại miền chùm nói ti muối cứ trời miền chùm nói đắng nâng chùm niên đại bật bạc cọp chùm nói ti pí cứ miền cô đau chẹt lẹ chùm nói ti bấy tranh đai ngay ở bàn tràn tu bây chỉ ca tranh đai rồi bao dương rồi có can thôi đầm nào bao dương nó dương trâu tới tay mà này anh có đau ti buồn cứ trời miền ai kể lừa riêng lười cạn đờiខ្លួនឯងទី5គោរពខ្លួនឯងទី6គឺការផ្ដល់តម្លៃដល់ខ្លួនឯងទី7គឺការដែលយើងត្រូវមើលថែសុខភាពរាងកាយផ្លូវចិត្តនិងសម្រស់ខ្លួនឯងឲ្យបានល្អទី8គឺការជឿជាក់លើខ្លួនឯងទី9គឺជាការដែលយើងអាចធ្វើឲ្យខ្លួនឯងមានសេចក្តីសុខបានដោយខ្លួនឯងផ្ទាល់ដោយមិនរំពឹងលើអ្នកដទៃចំណុចទី10គឺកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃទី11ភាពទន់ភ្លន់តែអត់ទន់ជ្រាយណាចាដូចគេថាទន់ភ្លន់តែមិនទន់ជ្រាយទី12រឹងមាំតែមិនរឹងរូសទី13គឺមានហេតុផលយើងត្រូវតែមានហេតុផលទី14គឺរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អទី15គឺរក្សានូវភាពស្មោះត្រង់និងអំពើល្អទី16ដែលជាចំណុចចុងក្រោយហើយក៏ជាចំណុចមួយដែលខ្ញុំគិតថាសំខាន់ផងដែរគឺកុំអភ័យទោសចំពោះមនុស្សដែលបានក្បត់យើងចានៅក្នុងคลิปវីដេអូហ្នឹងឌីវ៉ាមានប៉ុណ្ណឹងគាត់ថាវាជាប្រយោជន៍ខ្លាំងមែនទែនសម្រាប់មនុស្សស្រីយើងដែលមនុស្សស្រីគ្រប់គ្នាគឺគួរតែមាននៅចំណុចទាំងអស់នេះសម្រាប់ខ្លួនឯងចាបើសិនជាអ្នកគាត់ថាវីដេអូនេះល្អចាពេញចិត្តជាមួយនឹងការចែករំលែករបស់ឌីវ៉ាកុំភ្លេចណាជួយឲ្យបេះដូងជួយ share ចែករំលែកឲ្យបានច្រើនផងឲ្យមនុស្សស្រីយើងដទៃទៀតហ្នឹងគឺគាត់បានដឹងបានឃើញនៅចំណុចទាំងអស់នេះផងដែរចាអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាអ្នកចង់បានជាមួយនឹងចំណេះដឹងដែលល្អៗពាក់ព័ន្ធជាមួយនឹងការលើកទឹកចិត្តសម្ព័ន្ធភាពស្នេហាផ្សេងៗអ្នកអាចតាមដានបាននៅក្នុង page Diva ចែករំលែកចំណេះដឹង page Diva Store TikTok និង YouTube Instagram Diva Channel អរគុណច្រើនចាស់ជួបជាមួយនឹងខ្ញុំ Diva នៅវីដេអូក្រោយចាស់បាយ